សួស្តីអ្នកទាំងអស់គ្នាខ្ញុំនឹងបង្ហាញអំពីការចូលទៅកាន់ report income ដែលជារបាយការណ៍ចំណូលដំបូងឡើយយើងចូលទៅលើ menu report បន្ទាប់មកចូល report accounting ហើយយើងធ្វើការ click ទៅលើ income ហើយយើងអាចចូលទៅតាមវិធីមួយផ្សេងទៀតគឺយើងចូលទៅលើ menu accounting បន្ទាប់មកយើងចូលទៅកាន់ report accounting ហើយយើងធ្វើការ click ទៅលើ income ឥឡូវនេះយើងចូលមកដល់ report income ហើយដើម្បី search ទៅលើ report income យើងអាច search តាមរយៈថ្ងៃដែលចាប់ផ្ដើមហើយយើងអាច search តាមរយៈថ្ងៃបញ្ចប់ហើយយើងអាច search តាមរយៈឈ្មោះ user ណាមួយហើយយើងអាច search តាមរយៈប្រភេទ income ហើយយើងអាច search តាមរយៈ description ហើយយើងអាច search តាមរយៈ currency ដែលជាប្រភេទសាច់ប្រាក់ដុល្លារឬមួយក៏ជាប្រភេទសាច់ប្រាក់ជារៀលហើយយើងអាច search តាមរយៈសាខាណាមួយក៏បានហើយយើងធ្វើការចុចលើប៊ូតុង search បន្ទាប់មកវានឹងបង្ហាញ result នៅខាងក្រោមនេះហើយដើម្បី print report income គឺយើងអាចធ្វើការចុចទៅលើប៊ូតុង print